ថ្ងៃនេះដែរខ្ញុំក៏បានមើលត្រាយធំៗល្អខ្លាំងមែនទែនបងប្អូនក៏នឹកឃ្លានថាចង់ធ្វើបបរត្រាយញ៉ាំបាននិយាយពីបបរត្រាយខ្ញុំវិញលក្ខណៈថាឈ្ងុយកម្រិត ISO តែម្ដងខ្ទិះដូងអត់ថាន់ទេឡើងខាប់បងអែមបបរត្រាវហើយបើនិយាយពីគ្រឿងផ្សំយើងគឺថាអត់មានអីច្រើនទេមានជាមួយនឹងខ្ទិះដូងដើមយើងហ្នឹងហើយជាមួយនឹងអង្ករដំណើបម្សៅឆាក៏ដូចជាមើមត្រាយយើងនឹងឯងសម្រាប់មើមត្រាយនេះបងប្អូនគឺខ្ញុំកោះបានមកពីផ្សារនឹងឯងជាដំបូងខ្ញុំយកអង្ករដំណើបកន្លះចានហ្នឹងមកត្រាំជាមួយនឹងទឹកស្អាតយើងសិនបងប្អូនយើងត្រាំវាប្រហែលជាកន្លះម៉ោងអីទៅបន្ទាប់មកទៀតខ្ញុំក៏មកចិតសបកត្រាយយើងសម្រាប់ត្រាយនេះខ្ញុំប្រើតែ1មើមទេខ្ញុំយកមើមរៀងធំដែរមួយហ្នឹងប្រហែលជា6ខាំអីបងប្អូនធំបន្ទាប់ពីចិតសបកហើយខ្ញុំបានយកវាទៅលាងទឹកឲ្យស្អាតហើយបានខ្ញុំយកមកកាត់ជាកង់តូចៗប៉ុណ្ណឹងល្មមនឹងយើងញ៉ាំអីចឹងទៅបាននិយាយពីត្រាយនេះគ្រាន់តែកាប់ដុំៗចឹងហើយមើលទៅគួរឲ្យទំនងតែម្ដងបន្ទាប់មកទៀតខ្ញុំក៏មកដាក់ដាំទឹកយើងឲ្យឡើងពុះជាមុនសិនបានខ្ញុំរៀបចំឆ្នាំងហើយដាក់ត្រាយតម្រៀបវាចំហុយតាមក្រោយចំពោះត្រាយនេះខ្ញុំដាក់ចំហុយរយៈពេលប្រហែលជា20នាទីកំឡុងពេលហ្នឹងក៏ឆ្លៀតមកមើលអង្គរតំណែបខ្ញុំវិញនេះខ្ញុំត្រាំបានរយៈពេលកន្លះម៉ោងហើយយើងលាងទឹកវាឲ្យសស្អាតបែបហ្នឹងទៅយើងច្រោះដាក់កញ្ឆេងទុកម្លែកបន្ទាប់ពីចំហុយបាន20នាទីហើយខ្ញុំក៏ចាប់ផ្ដើមយកចង្កឹះហ្នឹងមកចុះវាមើលចង់ដឹងថាវាឆ្អិននៅបងប្អូនប៉ុន្តែឡើងផុយហ្មងបន្ទាប់ពីត្រាយយើងឆ្អិនហើយហ្នឹងខ្ញុំលើកឆ្នាំងចេញបន្ទាប់មកខ្ញុំដាក់ឆ្នាំងមកបបរហ្មងយើងដាក់អង្ករតំណើបយើងចូលហើយដាក់ទឹកស្អាតហ្នឹងមកលិចអង្ករបន្តិចតួចប៉ុណ្ណឹងបន្ទាប់មកខ្ញុំដាក់ដាំវាឲ្យឡើងពុះហើយរៀងរីកគ្រាប់អង្ករបន្តិចបាទខ្ញុំដាក់ស្ករសចូលបន្ទាប់មកខ្ញុំកូរល្បាយទាំងអស់ហ្នឹងឲ្យរៀងសព្វចូលគ្នាមើលទៅរៀងស្ទើផ្អែមហ្នឹងខ្ញុំក៏បន្ថែមស្ករហើយលួចជាមួយនឹងអំបិលផងដែរចុងក្រោយដាក់ជាមួយនឹងខ្ទិះដូងដើមយើងចូលតែម្ដងចង់ឲ្យឈ្ងុយខ្លាំងខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកតយដែរហើយយើងគ្របកុំឲ្យវាទុកឲ្យឡើងមកពុះខ្ញុំមកលាយជាមួយនឹងម្សៅឆាយើងវិញខ្ញុំដាក់ម្សៅឆា2ស្លាបព្រាទឹក4ស្លាបព្រាហើយកូរវាឲ្យសព្វល្បាយចូលគ្នាបន្ទាប់ពីទឹកបបរយើងពុះហើយហ្នឹងខ្ញុំចាប់ផ្ដើមដាក់ត្រាយយើងចូលតែម្ដងតែដល់ប៉ុណ្នេះហើយយើងចិត្តបានផ្អែមញ៉ាំហើយបងប្អូនចាំបន្តិចទៀតឆ្អិនហើយបន្ទាប់ពីដាក់ត្រាវហើយហ្នឹងខ្ញុំទុកឲ្យវាឡើងមកពុះបន្តិចទៀតបាទខ្ញុំដាក់ជាមួយនឹងទឹកម្សៅឆាយើងចូលពេលយើងដាក់ម្សៅឆាហ្នឹងយើងត្រូវតែកូរឲ្យវាជាប់រហូតហ្មងបងប្អូនបើសិនជាយើងអត់កូរទេខ្លាចវាកកដុំគ្រាន់តែចាក់ម្សៅឆាឲ្យភ្លាមបង្អែមយើងប្រែទៅជាឡើងខាប់បែបនេះបានចំពោះបង្អែមមួយមុខនេះបងប្អូនខ្លះក៏គាត់ចូលចិត្តរៀងគោកខាប់ដូចខ្ញុំអញ្ចឹងទៅហើយបងប្អូនខ្លះទៀតក៏ចូលចិត្តរៀងទឹកខ្ទិះដូងច្រើនរៀងរាវហើយបើសម្រាប់រសជាតិបង្អែមមួយមុខនេះគឺខ្ញុំអត់យកផ្អែមខ្លាំងទេបងប្អូនដោយសារអត់សូវចូលចិត្តបងអែមបបរត្រាវមកពុកម៉ែបងប្អូនទាំងអស់គ្នាមកញ៉ាំផ្អែមមួយខ្ញុំថ្ងៃនេះបានជាមួយនឹងបបរត្រាវបើនិយាយពីថាក្លិនវិញឡើងឈ្ងុយហ្មងសម្រាប់ខ្ញុំចូលចិត្តផ្អែមប៉ុន្តែអត់ចូលចិត្តផ្អែមទេបងប្អូនអញ្ចឹងពេលយើងធ្វើខ្លួនឯងយើងយករសជាតិផ្អែមល្មមចាស្ដាប់កន្លែងនេះហើយគឺមានជាការកៀងខ្លួនឯងជាខ្លាំងហ្មងបងប្អូនហើយចូលចិត្តផ្អែមប៉ុន្តែអត់ចូលចិត្តផ្អែមអើមានដៃឆ្ងាញ់ខ្លាំងណាស់ត្រាវវិញឡើងល្មួតសាច់ត្រាវឡើងល្មួតហ្មងសាច់ត្រាវហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អទៅណាមកណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ